ជនរួមជាតិជាទីគោរពជាទីរាប់អានថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានផលិតសាច់ច្រកនិងសាច់ងៀតដែលចេញពីឧស្សាហដែលចូលសែនឫស្សីត្រឹបដែលមានប្រភេទពីរគឺសាច់ច្រកក្របីនិងសាច់ងៀតតាមពិតសាច់ច្រកហ្នឹងគឺហៅសាច់ក្រកឯងប៉ុន្តែសាច់ក្រកគឺជាសាច់ដែលនៅសល់បាទនេះមិនមែនសល់ទេគឺជាសាច់ដែលថ្មីយើងផលិតតែម្ដងហេតុអីបានយើងផលិតហ្នឹងគឺឈរនៅលើគោលការណ៍7ទី1យើងចង់អភិរក្សព្រៃឈើឈើក៏នៅអ្នកដែលធ្លាប់តែរបររកស៊ីខាងកាប់ឈើខាងបាញ់សត្វឲ្យអាចមកធ្វើបាននៅក្នុងរាជរដ្ឋាភិបាលកម្ពុជាហ្នឹងនៅឧស្សាហដែលចូលខ្សែឫស្សីស្រាប់ទី2យើងចង់រក្សាពូជរបស់ក្របីដែលមានកន្លងមកធ្វើយ៉ាងណាឲ្យពូជក្របីនៅសល់ហើយបន្តពូជទៅថ្ងៃមុខអភិរក្សផងនិងអភិវឌ្ឍផងទី3គឺយើងបង្កើតឲ្យខ្មែរយើងមានផលិតផលរបស់ខ្លួនយើងគិតនេះមិនទៅគិតឥឡូវទេយើងគិតកាលពី7ឆ្នាំមុនប៉ុន្តែកម្រិតថវិកាយើងនៅមានកម្រិតមានការឧបត្ថម្ភពីថ្នាក់ដឹកនាំក៏ដូចជាពីរាជរដ្ឋាភិបាលយើងបានបង្កើតនៅផ្នែកផលិតសាច់ច្រកនិងសាច់ងៀតក្របីនេះក្របីរបស់យើងមាន200ក្បាលហើយលើវាកើតមកយើងផលិតបន្តទៅវាកើតកូនអញ្ចឹងទៅក្របីយើងមាន3ប្រភេទទី1គឺក្របីកតាំងទី2ក្របីសពៅទី3គឺក្របីសង្ហែអញ្ចឹងចំណុចទី4ថាហេតុអីបានយើងផលិតទាំងអស់នេះគឺដើម្បីកាលណាយើងផលិតរបស់ខ្លួនយើងគឺជារបស់មួយដែលមិនប្រើជាតិគីមីកាត់ចោលគីមីគឺឲ្យរស់នៅបែបធម្មជាតិស៊ីស្មៅតាមបែបធម្មជាតិចិញ្ចឹមធម្មជាតិឆ្នាំយើងអាចចាក់ឆ្នាំដែរចាំការពារដូចជាផ្នែកអត់ក្តាមអត់អីចឹងតែក្របីវាមិនសូវដូចគោឯគោមានអាហារនេះពេកខ្ពស់ប៉ុន្តែក្របីមិនសូវមានទេចំណុចទី5តើហេតុអីយើងផលិតដែលចិញ្ចឹមក្របីនេះដើម្បីតាក់ទាញទេសចរអាចទៅមើលបាននៅទីនោះអាចជិះក្របីមើលទៅក្នុងឧស្សាហហើយមានក្របីមានពូជដែលខ្ញុំបានជំរាបទាំង3ហ្នឹងហើយទី6ហេតុអីបានជាយើងរៀបចំអញ្ចឹងយើងដឹងហើយថាខ្មែរយើងកាលណាមានអីបាត់ហ្នឹងមានអីបាត់ហ្នឹងយើងអត់ចោលបាត់ទេមានគោយន្តបាត់អស់គោមានគោយន្តបាត់ក្របីអញ្ចឹងខ្ញុំចង់ឲ្យមានបាត់ក្របីយើងត្រូវអភិរក្សអភិវឌ្ឍសត្វក្របីឡើងវិញហើយមុនអភិវឌ្ឍដើម្បីរកប្រាក់ចំណូលទៅឲ្យខាងអ្នកមើលហ្នឹងគឺត្រូវតែកែច្នៃវាចំណុចទី7យើងដឹងហើយថាទេសចរចូលមកច្រើនយើងចង់កែប្រែម្ហូបខ្មែរឲ្យម្ហូបចេញពីសាច់នៅក្នុងប្រទេសខ្មែរយើងកុំនាំចូលសាច់ដែលយើងមានច្រើនណាស់សាច់អីក៏យើងមានដែរសាច់គោសាច់ក្របីសាច់កងានសាច់ទាសាច់មាន់ត្រីមហាសាលពីដើមយើងដឹងហើយប្រវត្តិសាស្ត្រថាខ្មែរយើងមានត្រីចិញ្ចឹមដល់ទៅ5ប្រទេសតែឥឡូវយើងត្រូវគិតមើលឡើងវិញថាហេតុអីបានជាយើងយកត្រីពីគេមកអញ្ចឹងយើងរួមគ្នាគិតធ្វើយ៉ាងហ្នឹងហើយចំណុចមួយទៀតដែលយើងធ្វើនៅទីនេះបងប្អូនអាចថាពីមុនយើងលក់នៅអេអូសៀនឥឡូវយើងមកដល់នេះយើងឲ្យបងប្អូនឲ្យយកចិត្តហើយទូរស័ព្ទទៅមានលេខទំនាក់ទំនងហ្នឹងអញ្ចឹងយើងឃើញថាសង្ឃឹមថាអាចតាក់ទាញទេសចរផងម្ហូបថ្មីហើយមុខរបរម្ហូបដែលយើងបង្កើតដោយខ្លួនឯងអញ្ចឹងសូមអរគុណបាទ